សួស្តីលោកគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញចំណុចមួយទាក់ទងទៅនឹងបញ្ជីតាមដានសុខភាពសិស្សអញ្ចឹងលោកគ្រូបើកម្មវិធីគ្រូបន្ទប់ថ្នាក់មកលោកគ្រូទៅកន្លែងរដ្ឋបាលថ្នាក់ហើយលោកគ្រូទៅកន្លែងបញ្ជីតាមដានសុខភាពនេះតាមដានសុខភាពនេះហើយលោកគ្រូអាចធ្វើការ print វាជាសៀវភៅបានឲ្យច្រើនស្លឹកមកចំណុចនេះទី1លោកគ្រូអាចតកតងទៅនឹងអាយុវានឹងដំណើរការស្វ័យប្រវត្តិនៅពេលដែលលោកគ្រូបញ្ចូលអាយុនៅត្រង់កន្លែងព័ត៌មានសិស្សហើយឈ្មោះសិស្សអីនឹងជាដើមនឹងហើយលោកគ្រូអាចធ្វើការកត់ចំណាំបានតកតងទៅនឹងកម្ពស់ទម្ងន់អីជាដើមនឹងហើយខែណាលោកគ្រូអាចធ្វើការកត់ចំណាំបានហើយបើសិនជាគ្រូមានតម្រូវការបន្ថែមផ្សេងគ្រូអាចលុបចំណុចហ្នឹងហើយអាចធ្វើការបន្ថែមបានបាទតកតងទៅនឹងកន្ទុយតារាងហ្នឹងដូចខ្ញុំបានបង្ហាញអញ្ចឹងបើលោកគ្រូចង់ភ្ជាប់វាដើម្បីបោះពុម្ពគ្រូគ្រាន់តែចុចយកពាក្យលក្ខកន្លានេះមក